តើអ្វីទៅជា Hero Hero គឺជាអ្នកដែលនាំមកនូវសន្តិភាពជូនមនុស្សហើយ Hero ត្រូវបានបង្កើតឡើងដោយមនុស្សដែលនាំគ្នាជឿទុកចិត្តនិងគាំទ្រជាងនេះគ្រប់គ្នាក៏អាចក្លាយទៅជា Hero បានផងដែរដែលនេះគឺជាការនិយាយរបស់តួអង្គប្រុសរបស់យើងមានឈ្មោះថា Link នៅពេលដែល Link និងមេរបស់ Link កំពុងតែនិយាយគ្នាសុកនោះក៏ស្រាប់តែមានអតិថិជនរបស់មេ Link ខលមកហើយអតិថិជននោះក៏និយាយថានឹងផ្ដាច់កងត្រាជាមួយមេរបស់ Link ក៏ព្រោះតែ Link ធ្វើការយឺតយ៉ាវហើយនៅពេលនោះ Link ក៏ត្រូវបានបញ្ឈប់ពីការងារនៅពេលនោះទៅពេលដែល Link កំពុងតែឈរតូចចិត្តនៅលើដំបូលអគារសុកនោះក៏ស្រាប់តែឃើញគេផ្សាយពាណិជ្ជកម្មអំពី idol របស់ខ្លួនដែលមានឈ្មោះថា Moon និងមិត្តប្រុសរបស់ Moon ដែលជា Hero ម្នាក់មានឈ្មោះថា Nai ពេលនោះក៏ស្រាប់តែ Nai ផុសចេញពីក្រោយ Link ហើយក៏បានដើរទម្លាក់ខ្លួនពីលើអគារស្លាប់បាត់ទៅនៅពេលកញ្ញាជេមកដល់ហើយបានឃើញ Hero របស់ខ្លួនស្លាប់បែបនេះក៏បញ្ជាឲ្យកូនចៅរបស់ខ្លួនចាប់ Link យកទៅសួរចម្លើយដោយ Link គិតថាគេមានបំណងអាក្រក់លើខ្លួនបែបនេះ Link ក៏បានរើបំរាហើយរត់ចេញពីនេះយ៉ាងលឿនតែ Link ត្រូវបានកញ្ញាជេយកធុងទឹកថ្នាំពណ៌សគប់ចំកណ្ដាលក្បាល Link តែម្ដងពេលដែលសក់ Link ជាប់ពណ៌សបែបនេះមុខរបស់ Link ក៏ស្រដៀងទៅនឹង Nai ហេតុនេះធ្វើឲ្យកញ្ញាជេយក Link មកជំនួស Nai តែម្ដងហើយក៏បានតុបតែង Link និងវឹកហាត់ Link ឲ្យដូច Nai ពិតៗហើយនៅពេលដែល Link តម្រូវចូលក្នុងកម្មវិធីរូបមន្តស្នេហាពិតជាមួយនឹង Moon Link បែរជាមិនហ៊ានចេញពីលើឡានដោយសារតែ Link ខ្វះទំនុកចិត្តនិងភាពជឿជាក់មកលើខ្លួនឯងដល់ហេតុតែកញ្ញាជេប្រាប់ Link មកស្ដាប់ទើបកញ្ញាជេធាក់ Link ចេញពីឡានឲ្យទៅស្វាគមន៍ Moon នៅពេលនោះទៅនៅពេលកម្មវិធីរូបមន្តស្នេហាពិតបានចាប់ផ្ដើមនោះក៏មានប្រុសសក់វែងម្នាក់បានចេញមកហើយគាត់នោះក៏ជាពិធីករដែលចាំសួរសំណួរទៅកាន់ Link និង Moon ហើយពេលនោះកញ្ញាជេក៏ចាប់ផ្ដើមភ័យផងដែរពីព្រោះថាប្រុសសក់វែងម្នាក់នេះមិនមែនជាពិធីករដែលកម្មវិធីបានរៀបចំនោះទេហើយប្រុសសក់វែងម្នាក់នោះក៏ចាប់ផ្ដើមសួរទៅកាន់ Link ថាតើតាំងពី Moon ចាប់ផ្ដើមធ្វើជា Hero មកតើ Moon ជីងផ្សាយពាណិជ្ជកម្មបានប្រមាណដងដោយសារតែ Link គឺជា fan ផ្កាប់មុខរបស់ Moon ផងនោះ Link ក៏បានតបទៅកាន់ប្រុសសក់វែងវិញថា Moon បានផ្សាយពាណិជ្ជកម្ម134ដងស្មើនឹង285នាទី48វិដោយមិនអស់ចិត្តប្រុសសក់វែងក៏បានបញ្ចេញម៉ាស៊ីនមួយមកដែលម៉ាស៊ីននោះមានសមត្ថភាពដឹងថា Link និយាយការពិតឬនិយាយកុហកហើយក៏ចាប់ផ្ដើមសួរទៅកាន់ Link ថាតើស្នេហារវាង Moon និង Nai ដែលជា Link នេះជាស្នេហាពិតឬជាស្នេហាខ្លាំងៗពេលនោះ Link ក៏ចាប់ផ្ដើមភ័យហើយ Link ក៏ចាប់ផ្ដើមនិយាយថា Moon មិនមែនជាមិត្តស្រីរបស់ខ្លួនឡើយហើយ Link ក៏បន្ថែមទៀតថា Moon គឺជាកម្លាំងចិត្តជាអ្វីគ្រប់បែបយ៉ាងរបស់ខ្លួនហើយជីវិតរបស់ខ្លួនភីងបែបនេះបានដោយសារតែ Moon នេះឯងដោយមិនអស់ចិត្តប្រុសសក់វិញក៏បានបញ្ចេញវីលានមួយចេញមកដែលមកឲ្យតតាំងគ្នាជាមួយនឹង Linkដែលវីលាននោះជាអតីតមេរបស់ Link នាពេលនោះវីលាននោះក៏បានមកហក់សង្គ្រោះ Link ពេញទំហឹងប៉ុន្តែត្រូវបាន Link វាយតដៃទៅវិញធ្វើឲ្យវីលាននោះកាន់តែខឹងឡើងហើយវីលាននេះក៏និយាយអំពីប្រវត្តិដែលគាត់បានថាមកពលមូលហេតុដែលគាត់ខ្លាចទៅជាវីលានដូចសប្តាហ៍ថ្ងៃនិយាយចប់វីលាននោះក៏បានបាញ់ឡាស៊ែយ៉ាងពេញទំហឹងទៅលើ Link ដែលធ្វើឲ្យ Link ដេកស្បាប់ទៅនឹងកន្លែងប៉ុន្តែដោយសារតែការផ្ដល់កម្លាំងចិត្តពីសំណាក់ Moon ទៅធ្វើឲ្យ Link មានកម្លាំងចិត្តងើបឡើងមកវិញហើយក៏សុទ្ធមកកម្លាំងដៃរបស់ខ្លួនទៅលើវីលាននោះប៉ើងបែកអាក្រក់ហើយក៏ទទួលបានជ័យជំនះក្នុងពេលនោះទៅដោយហត់ក្នុងការងារពេញមួយថ្ងៃរបស់ខ្លួន Link ក៏បានធ្វើដំណើរទៅទីស្នាក់ការ Hero និងទៅបន្ទប់របស់ខ្លួនដើម្បីកេងយកកម្លាំងផងដែរប៉ុន្តែនៅពេលនោះបែរជាប្រទះឃើញ Moon គេងស្លាប់បាត់ទៅហើយ